មានរឿងពិតខ្លះស្ដាប់ទៅដូចជាល្ខោននិយាយអញ្ចឹងនោះក៏ព្រោះតែល្ខោននិយាយចេះតែបញ្ចេញបញ្ចូលយករឿងពិតមកលាយលំច្រើនពេកតែរឿងដែលលើកយកមកនិយាយតាក់ទងទៅនឹងវិញ្ញាណចុងអាឃាតរបស់ក្រមុំវ័យស្នេហ៍នេះគឺជារឿងពិតនិងមានដំណើររឿងដូចជាល្ខោននិយាយអញ្ចឹងកាលពីសម័យដើមមានភូមិដាច់ស្រយាលមួយត្រូវបានគេជឿជាក់ថាជាភូមិមានមហិទ្ធិយុទ្ធនោះស្ថិតនៅត្រង់គុម្ពចេកមួយគុម្ពធំដែលជាកន្លែងរបស់វិញ្ញាណក្រមុំវ័យស្នេហ៍នេះហែងកាលពីជំនាន់នោះក្នុងមួយឆ្នាំលាទៅនោះនឹងសម្ដែងឲ្យឃើញម្ដងនឹងបើមិនផ្ដាច់ជីវិតបុរសទេក៏បន្លាចឲ្យបះរោមលេងដែររហូតមកដល់សប្តាហ៍ថ្ងៃនេះទោះបីជាគុម្ពចេកមិនសូវសម្ដែងយុទ្ធឃើញញឹកក៏ដោយប៉ុន្តែអ្នកដែលរស់នៅម្ដុំនោះនៅតែគោលកត់ក្រែងដែលគេនៅតែធ្វើការសែនព្រេននិងរក្សាគុម្ពចេកនោះទុកមិនហ៊ានកាប់ឬធ្វើឲ្យមានការប៉ះពាល់ឡើយវិញ្ញាណក្រមុំវ័យស្នេហ៍នៅគុម្ពចេកនោះមានរឿងនិយាយគ្នាជាបន្តបន្ទាប់មកថាយើពុកម្ដាយរបស់នាងហ្វាទីម៉ាប្រញាប់រត់ចូលមកជួយកូនស្រីដែលត្រូវខ្លោចដួលជ្រប់នៅទីនោះចំណែកនាយអាសូម៉ានក៏ត្រូវឆ្លោះដៃម្ខាងគេនៅអាចក្រោកឡើងបានប៉ុន្តែត្រូវព្យាបាលដៃម្ខាងនោះអស់ច្រើនថ្ងៃនោះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាងហ្វាទីម៉ាមានអារម្មណ៍នឹកដល់បុណ្យដែលនាយបានជួយជីវិតនាងជាការពិតណាស់ប្រសិនបើនាយអាសូម៉ានមិនប្រថុយស្លាប់ចូលទៅស្កាត់ក្របីឆ្កួតនោះទេពិតជាជីវិតរបស់នាងហ្វាទីម៉ាត្រូវបញ្ចប់នៅពេលនោះដែរការមកសួរសុខទុក្ខនៅពេលដែលនាយអាសូម៉ានត្រូវយាបាដៃឆ្លោះនិងការជួបគ្នាជាញឹកញាប់ក្រោយពីដៃជាហើយនោះបានធ្វើឲ្យនាងហ្វាទីម៉ាព្រមទទួលស្គាល់ខ្លួនឯងថានាងបានសាងស្នេហ៍លើនាយអាសូម៉ានហើយព្រោះតែភាពជាកូនប្រុសពេញទូរបស់គេចំណែកនាយអាសូម៉ានវិញនៅតែមិនទាន់ហ៊ានសម្ដែងចេញមកថាបេះដូងរបស់នាយក៏ពេញចិត្តនាងហ្វាទីម៉ាសម្បើមនោះដែរដោយសារតែនាយគិតថាខ្លួននាយក៏មានឋានតូចទាបពេកតែភាពស្និទ្ធស្នាលគ្នាញឹកញាប់ជាមួយនឹងពេលវេលាដែលកន្លងទៅបានធ្វើឲ្យអ្នកទាំងពីរមិនអាចនឹងលាក់ទុកនៅអារម្មណ៍ដែលកប់ជ្រៅនៅក្នុងបេះដូងបានទៀតទីបំផុតគេក៏សារភាពដល់គ្នានឹងគ្នានៅយប់មួយដែលគេបានណាត់ជួបគ្នានៅក្រោមដើមឈើក្បែរមាត់ភ្លើសេចក្តីស្នេហាធំធេងរបស់កំឡុសក្រមុំទាំងពីរនាក់បានធ្វើឲ្យគេណាត់ជួបគ្នាជាញឹកញាប់ដើម្បីសម្ដែងនូវសេចក្តីស្នេហាចំពោះគ្នាមិនយូរប៉ុន្មានអាចកំបាំងស្នេហារបស់ពួកគេក៏លេចឆាយទៅដល់ឪពុកម្ដាយរបស់នាងហ្វាទីម៉ាសេចក្តីស្រឡាញ់ធ្វើឲ្យឪពុកម្ដាយរបស់នាងហ្វាទីម៉ាបោះពាក្យសម្ដីយ៉ាងដាច់ខាតដល់ម្ចាស់របស់នាយអាសូម៉ានសុំឲ្យដេញក្បួលកូនឈ្នួលកំឡុសនោះចោលទៅបើមិនដូច្នេះទេនឹងកើតមានរឿងកាប់ចាក់គ្នានោះដែរឪពុកម្ដាយរបស់នាងហ្វាទីម៉ាក៏បង្ខាំងកូនស្រីទុកមិនព្រមឲ្យចេញពីផ្ទះជាដាច់ខាតភាគីខាងម្ចាស់របស់នាយអាសូម៉ានវិញគិតថាខ្លួននាយក៏ជាមនុស្សម្នាក់ដែលរឿងអីដែលត្រូវឲ្យឪពុកម្ដាយរបស់នាងហ្វាទីម៉ាបញ្ជាស្រេចតែនឹងចិត្តនោះម្យ៉ាងទៀតនាយកំពុងតែពេញចិត្តពេញថ្លើមនឹងការងាររបស់ខ្លួនផងដូច្នេះខ្លួនបានសម្រេចចិត្តមិនព្រមដេញនាយអាសូម៉ានចោលឡើយចំណែកនាយអាសូម៉ានបានព្រាត់ប្រាសពីរសជាតិស្នេហ៍ដ៏ផ្អែមល្ហែមពីក្រមុំហ្វាទីម៉ាដែលជាទេពធីតាដួងចិត្តកំពូលស្នេហ៍គួរឲ្យអាសូរពេលប្រឡប់ម្ដងគេតែងទៅរង់ចាំស្រីស្នេហ៍នៅក្រោមដើមឈើធំក្បែរមាត់ភ្លើនោះជានិច្ចគេព្យាយាមរង់ចាំនាងរាល់យប់មិនដែលខានប៉ុន្តែនាយត្រូវខកបំណងរហូតព្រោះស្រីស្នេហ៍ត្រូវបានបង្ខាំងទុកគ្មានថ្ងៃលើកលែងឡើយឪពុកម្ដាយរបស់នាងហ្វាទីម៉ាប្រញាប់រត់ចូលមកជួយកូនស្រីដែលត្រូវខ្លោចដួលជ្រប់នៅទីនោះចំណែកនាយអាសូម៉ានក៏ត្រូវឆ្លោះដៃម្ខាងគេនៅអាចក្រោកឡើងបានប៉ុន្តែត្រូវព្យាបាលដៃម្ខាងនោះអស់ច្រើនថ្ងៃនោះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាងហ្វាទីម៉ាមានអារម្មណ៍នឹកដល់បុណ្យដែលនាយបានជួយជីវិតនាងជាការពិតណាស់ប្រសិនបើនាយអាសូម៉ានមិនប្រថុយស្លាប់ចូលទៅស្កាត់ក្របីឆ្កួតនោះទេពិតជាជីវិតរបស់នាងហ្វាទីម៉ាត្រូវបញ្ចប់នៅពេលនោះដែរការមកសួរសុខទុក្ខនៅពេលដែលនាយអាសូម៉ានត្រូវយាបាដៃឆ្លោះនិងការជួបគ្នាជាញឹកញាប់ក្រោយពីដៃជាហើយនោះបានធ្វើឲ្យនាងហ្វាទីម៉ាព្រមទទួលស្គាល់ខ្លួនឯងថានាងបានសាងស្នេហ៍លើនាយអាសូម៉ានហើយព្រោះតែភាពជាកូនប្រុសពេញទូរបស់គេចំណែកនាយអាសូម៉ានវិញនៅតែមិនទាន់ហ៊ានសម្ដែងចេញមកថាបេះដូងរបស់នាយក៏ពេញចិត្តនាងហ្វាទីម៉ាសម្បើមនោះដែរដោយសារតែនាយគិតថាខ្លួននាយក៏មានឋានតូចទាបពេកតែភាពស្និទ្ធស្នាលគ្នាញឹកញាប់ជាមួយនឹងពេលវេលាដែលកន្លងទៅបានធ្វើឲ្យអ្នកទាំងពីរមិនអាចនឹងលាក់ទុកនៅអារម្មណ៍ដែលកប់ជ្រៅនៅក្នុងបេះដូងបានទៀតទីបំផុតគេក៏សារភាពដល់គ្នានឹងគ្នានៅយប់មួយដែលគេបានណាត់ជួបគ្នានៅក្រោមដើមឈើក្បែរមាត់ភ្លើសេចក្តីស្នេហាធំធេងរបស់កំឡុសក្រមុំទាំងពីរនាក់បានធ្វើឲ្យគេណាត់ជួបគ្នាជាញឹកញាប់ដើម្បីសម្ដែងនូវសេចក្តីស្នេហាចំពោះគ្នាមិនយូរប៉ុន្មានអាចកំបាំងស្នេហារបស់ពួកគេក៏លេចឆាយទៅដល់ឪពុកម្ដាយរបស់នាងហ្វាទីម៉ាសេចក្តីស្រឡាញ់ធ្វើឲ្យឪពុកម្ដាយរបស់នាងហ្វាទីម៉ាបោះពាក្យសម្ដីយ៉ាងដាច់ខាតដល់ម្ចាស់របស់នាយអាសូម៉ានសុំឲ្យដេញក្បួលកូនឈ្នួលកំឡុសនោះចោលទៅបើមិនដូច្នេះទេនឹងកើតមានរឿងកាប់ចាក់គ្នានោះដែរឪពុកម្ដាយរបស់នាងហ្វាទីម៉ាក៏បង្ខាំងកូនស្រីទុកមិនព្រមឲ្យចេញពីផ្ទះជាដាច់ខាតភាគីខាងម្ចាស់របស់នាយអាសូម៉ានវិញគិតថាខ្លួននាយក៏ជាមនុស្សម្នាក់ដែលរឿងអីដែលត្រូវឲ្យឪពុកម្ដាយរបស់នាងហ្វាទីម៉ាបញ្ជាស្រេចតែនឹងចិត្តនោះម្យ៉ាងទៀតនាយកំពុងតែពេញចិត្តពេញថ្លើមនឹងការងាររបស់ខ្លួនផងដូច្នេះខ្លួនបានសម្រេចចិត្តមិនព្រមដេញនាយអាសូម៉ានចោលឡើយចំណែកនាយអាសូម៉ានបានព្រាត់ប្រាសពីរសជាតិស្នេហ៍ដ៏ផ្អែមល្ហែមពីក្រមុំហ្វាទីម៉ាដែលជាទេពធីតាដួងចិត្តកំពូលស្នេហ៍គួរឲ្យអាសូរពេលប្រឡប់ម្ដងគេតែងទៅរង់ចាំស្រីស្នេហ៍នៅក្រោមដើមឈើធំក្បែរមាត់ភ្លើនោះជានិច្ចគេព្យាយាមរង់ចាំនាងរាល់យប់មិនដែលខានប៉ុន្តែនាយត្រូវខកបំណងរហូតព្រោះស្រីស្នេហ៍ត្រូវបានបង្ខាំងទុកគ្មានថ្ងៃលើកលែងឡើយ
យប់មួយនៅពេលដែលនាយអាសូម៉ាន់កំពុងតែអង្អុយបណ្ដែតអារម្មណ៍គិតដល់ក្រមុំហ្វាទីម៉ាឯងនោះស្រាប់តែនាយភ្ញាក់ផ្អើលយ៉ាងចម្លែកនៅពេលដែលសុកស្រាប់តែឃើញគូស្នេហ៍កំពូលដួងចិត្តលេចមុខមកព្រមទាំងត្បូងខ្លួនចូលមកក្នុងរង្វង់ដៃរបស់គេនាងបរិយាយប្រាប់គូស្នេហ៍កំសត់ថារូបនាងត្រូវឪពុកម្ដាយបង្ខាំងមិនចេញទៅណាឡើយថ្ងៃនេះនាងគេចេញពីកន្លែងឃុំឃាំងបានដោយសារតោងបង្អួចលោតចុះពីលើផ្ទះប្រសិនបើមិនបានជួបបងនៅទីនេះទេអូននឹងរងចាំមិនព្រមត្រឡប់ទៅផ្ទះវិញជាដាច់ខាតនាងបញ្ជាក់ការពិតចំពោះស្នេហានៅពេលដែលពួកគេទាំងពីរនាក់កំពុងតែផ្ដោះប្រងសេចក្តីស្នេហាដល់គ្នានៅទីនោះស្រាប់តែឪពុករបស់នាងហ្វាទីម៉ាជាមួយនឹងកូនស្រីនិងកូនប្រុសពីរ3នាក់ទៀតបានតាមមកឃើញហេតុការណ៍ដ៏ធ្ងន់ធ្ងរគិតស្មានមិនដល់ក៏កើតឡើងនៅពេលនោះដែរឪពុករបស់នាងហ្វាទីម៉ាកន្ត្រាក់កូនស្រីចេញពីរង្វង់ដៃរបស់នាយអាសូម៉ានរួចហើយក៏បង្កាប់ឲ្យកូនប្អូនចោមរោមកាប់ចាប់អាសូម៉ានស្លាប់នៅចំពោះមុខភ្លាមមួយរំពេចនាងហ្វាទីម៉ាត្រដោត្រដួស្រែកទ្រហោយំស្រវាចូលទៅអបសពនាយអាសូម៉ានសង្សារដ៏សែនស្រឡាញ់ស្មាតជីវិតនាងយំទួញសោកសង្រេងស្ទើរដាច់ខ្យល់ស្លាប់ឪពុករបស់នាងព្យាយាមទាញកន្ត្រាក់នាងអូសត្រឡប់ទៅផ្ទះវិញតែនាងមិនព្រមនាងនៅអបសពសង្សារបណ្ដូលចិត្តយ៉ាងណែនមិនព្រមលែងសោះរហូតឪពុករបស់នាងខឹងខ្លាំងពេកក៏វាយទាត់ធាក់នាងរួចកន្ត្រាក់អូសយ៉ាងពេញទំហឹងនាងហ្វាទីម៉ាដល់ខ្លាំងពេកដល់ថ្នាក់ភ្លេចខ្លួននាងក្រោកឈរឡើងតស៊ូជាមួយឪពុកខ្លួនឯងព្រមទាំងជេរចង់គំនុំជាមួយនឹងពូប្អូនដែលជឿតាមឪពុកព្រួតដៃគ្នាសម្រាប់សង្សាររបស់នាងនៅចំពោះមុខមិនតែប៉ុណ្ណោះនាងបានប្រន្ទាទោសឪពុករបស់នាងថាជាបុរសចិត្តអាក្រក់បំផុតនិយាយតែប៉ុណ្ណឹងនាងហ្វាទីម៉ាក៏ក្រឡោះរួចពីដៃឪពុកស្ទុះទៅកន្ត្រាក់កាំបិតចុងស្រួចពីដៃប្អូនប្រុសម្នាក់រួចបោះពួយសំដៅរកសពរបស់នាយអាសូម៉ានទាំងបុកចុងកាំបិតចូលក្នុងក្របោះខ្លួនលិចបាត់ដល់ដងនាងប្រកាច់អបសពរបស់នាយអាសូម៉ានហើយដាច់ខ្យល់ស្លាប់តាមកំពូលស្នេហ៍លាមមួយរំពេចព្រោះតែខ្លាចមានរឿងឪពុករបស់នាងហ្វាទីម៉ាបញ្ជាឲ្យកូនចាត់ការជីក្រណ្ដៅកប់សពនាយអាសូម៉ាននិងកូនស្រីរបស់ខ្លួននៅពេលនោះតែម្ដងព្រមទាំងបញ្ជាឲ្យលាក់ដំណឹងនេះឲ្យស្ងាត់បើមានអ្នកណាសួរដល់រឿងនាងហ្វាទីម៉ាឲ្យប្រាប់ថារត់តាមនាយអាសូម៉ានបាត់ហើយក្រោយពីនោះមកការរីកចម្រើនរបស់ប្រទេសជាតិបានប្រែក្លាយតំបន់នោះបន្តិចម្ដងទីកន្លែងដែលវិញ្ញាណចុងអាឃាតរបស់នាយអាសូម៉ាននិងនាងហ្វាទីម៉ាក៏ត្រូវបានគេលក់ពីម្ចាស់មួយទៅម្ចាស់មួយទៀតដើមឈើធំនៅក្បែរនោះក៏ត្រូវគេកាប់រំលំយកទៅសង់ផ្ទះសម្បែងអស់យប់មួយស្រីម្ចាស់ផ្ទះដែលរស់នៅលើភូមិមនុស្សបានយល់សប្តាហ៍បើអ្នកកាប់ដើមឈើនេះទៅហើយសូមអ្នកដាំដើមចេកជំនួសគល់ឈើនោះមួយគុំវិញផងហើយអ្នកត្រូវការពារត្រង់នោះកុំឲ្យអ្នកណាចូលទៅរំខានជាដាច់ខាតកុំឲ្យកាប់ដើមចេកនោះចោលតែបើវាមានផលអាចកាច់យកទៅតាមសេចក្តីតែប៉ុណ្ណោះយើងត្រូវការរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខនិងសុំគុំអ្នកណាមកប្រឆាំងឬរំខានយើងទៀតស្ត្រីដែលសុបិននោះមានការភិតភ័យណាស់ក៏ចាត់ចែងដាំដើមចេកឡើងតាមការសុបិនអ្នកដែលរស់នៅនឹងភូមិនោះមានការរើកចម្រើនរុងរឿងនិងមានសេចក្តីសុខរហូតគ្រួសារដែលរស់នៅទីនោះសប្តាហ៍ថ្ងៃគេជឿជាក់ណាស់គេនាំគ្នាខំរក្សាគុំចេកនោះមិនឲ្យអ្នកណាទៅរំខានឡើយថ្ងៃល្អខែល្អគេនឹងបង្ហាញខ្លួនឲ្យឃើញជានិច្ចម្ចាស់ភូមិនៅទីនោះប្រាប់សប្តាហ៍ថ្ងៃនេះប្រសិនបើមានអ្នកណាមិនជឿចង់ទៅសាកល្បងកាប់ដើមចេកនោះចោលពិតជាលាតអំណាចនិងប្រហារឲ្យខ្សែជីវិតភ្លាមកន្លងមកមានអ្នកស្លាប់ដោយសារមិនព្រមជឿជាច្រើននាគមកហើយព្រោះគេទៅរំខានដោយកាប់ដើមចេកនោះចោល